បានយកក្មេងស្រី7នាក់មកចិញ្ចឹមទុកធ្វើជាប្រពន្ធកូនប្រុសតែធំឡើងពួកគេក្បត់ទាំងអស់ហើយអ្នកដែលលួចតាក់ទងនោះគឺប្អូនប្រុសរបស់គេតែបងប្រុសនៅតែមិនដឹងរឿងអីសោះគិតថាក្មេងស្រីទាំង7នាក់នោះស្មោះត្រង់នឹងខ្លួនដូចដែលបង្ហាញនៅសម្បកក្រៅតែថ្ងៃមួយចៃដន្យពួកគេនិយាយគ្នាទើបដឹងថាតាមពិតក្នុងភ្នែកពួកគេខ្លួនគ្រាន់តែជាមនុស្សម្នាក់មិនអាចប្រៀបនឹងប្អូនប្រុសដែលត្រូវគេយកមកចិញ្ចឹមជាមួយគ្នានោះទេម្យ៉ាងទៀតគេមិនចូលចិត្តអីពួកគេក៏មានចិត្តណាស់ធ្វើរឿងនោះដើម្បីឲ្យគេស្អប់ទើបមានពេលទៅលួចលាក់ជាមួយប្អូនប្រុសក្នុងនោះមានតែម៉ូស៊ីនីងប៉ុណ្ណោះដែលតែងតែធ្វើរកខ្ពស់ហើយគេក៏បែរជាស្រឡាញ់នាងខ្លាំងបំផុតតែសម្រាប់ក្មេងស្រី6នាក់ទៀតវាជារឿងល្អទៅវិញព្រោះឲ្យតែមានម្នាក់រៀបការជាមួយគេប្អូនប្រុសពួកគេទើបអាចរស់នៅលើគំនរទ្រព្យសម្បត្តិនិងរស់នៅបានស្រួលនឹកស្មានមិនដល់ថាការសន្ទនានេះត្រូវបានគេឬទាំងអស់ពេលឃើញមនុស្សដែលខ្លួនចិញ្ចឹមក្បត់ខ្លួនបែបនេះគេក៏មានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំងគិតដល់ពេល20ឆ្នាំមុនដែលពួកគេត្រូវយកមកកាលនោះដើម្បីចង់បានកូនចៅឆ្លាតវៃប៉ាបានរើសក្មេងស្រីឆ្លាត7នាក់ពីមណ្ឌលកុមារកំព្រាទុកឲ្យកូនប្រុសរើសធ្វើប្រពន្ធជាពិសេសគឺម៉ូស៊ីនីងមានអ៊ីកដល់ទៅ180តែនាងក៏ប្រាប់ថាបើចង់យកនាងទៅចិញ្ចឹមត្រូវតែយកប្អូនប្រុសម៉ូមីងហ្វឹងទៅជាមួយដែរតែស៊ីឈិននឹកស្មានមិនដល់ថាម៉ូមីងហ្វឹងនេះមានល្បិចកតាំងពីតូចរាល់ដងវាជាអ្នកដណ្ដើមរបស់លេងគេសោះតែបែរជាធ្វើពុតជាគួរឲ្យអាណិតគ្មានកំហុសទៅវិញធ្វើឲ្យគ្រប់គ្នាគិតថាគេជាមនុស្សចិត្តចង្អៀតអាក្រក់ពេលនោះទួនស៊ីឈិនធ្លាប់សង្ស័យខ្លួនឯងជាច្រើនដងថាខ្លួនឯងពិតជាមនុស្សចិត្តចង្អៀតមែនទេតែពេលនេះបានឬការពិតទើបដឹងថាពួកគេពូកែសម្ដែងណាស់ពេលគេខឹងបំរុងនឹងដើរចេញក៏ឃើញមនុស្សដែលគេស្រឡាញ់បំផុតម៉ូស៊ីនីងក៏ក្បត់គេយូរមកហើយដែរហ្វឹងអូនដឹងទេថាបងស្រឡាញ់តែអូនតែបងមិនអាចរៀបការជាមួយអូនបានទេបងស្រីខ្ញុំគ្រាន់តែសុំកុំឲ្យបងរៀបការជាមួយទួនស៊ីឈិនបានទេបើបងរៀបការជាមួយទួនស៊ីឈិនខ្ញុំជប់និយាយជាមួយបងហើយបងក៏មិនចង់រៀបការជាមួយគេដែរតែលោកតាមានគុណលើពួកយើងមីងហ្វឹងស្ដាប់បងធានាថាមិនឲ្យគេប៉ះបងដាច់ខាតហើយក៏មិនឲ្យក្តីស្រឡាញ់ទៅគេសំបីតែបន្តិចបងជារបស់អូនម្នាក់គត់ជារបស់វាហេបានខ្ញុំបំពេញបំណងឲ្យនាងខ្ញុំជាអ្នកស្នងមរតតែម្នាក់គត់របស់ត្រកូលទួនមិនខ្វល់ខ្វះស្រីទេមិនត្រូវការម៉ូស៊ីនីងមកធ្វើទៀនឲ្យទេម៉ូស៊ីនីងមិនចង់រៀបការមានអ្នកផ្សេងចង់រៀបការច្រើនណាស់ស៊ីឈិនប៉ាកូនសម្រេចចិត្តហើយស៊ីនយីនាងល្អណាស់យ៉ាងហោចណាស់នាងស្រឡាញ់កូនស្មោះចំណែកម៉ឹងវ៉ាន់ស៊ីនិងអ្នកផ្សេងពួកគេគ្រាន់តែបង្ខំចិត្តស្ដាប់តាមកូនប៉ុណ្ណោះក៏បានរឿងរៀបការរបស់កូនសម្រេចខ្លួនឯងចុះប៉ាបើមិនគិតចង់រៀបការជាមួយនាងទេត្រកូលទួនក៏មិនចាំបាច់ចិញ្ចឹមពួកគេទៀតដែរហើយនៅមានអាម៉ូមីងហ្វឹងអាមនុស្សចោមសៀតដែលចេះតែយំរំខានគេនោះឃើញហើយធុញណាស់ប៉ាថ្ងៃរៀបការរបស់កូនប៉ានឹងឲ្យពួកគេចេញទៅទាំងអស់កុំឲ្យនៅនឹកនាទ្រព្យសម្បត្តិត្រកូលទួនទៀតប៉ាបងប្រុសល្ងាចនេះរៀនជិះសេះអាចឲ្យខ្ញុំទៅជាមួយបានទេហេមុខមាត់គួរឲ្យអាណិតណាស់គួរឲ្យខ្ពើមខ្ញុំក៏ចង់រៀនជិះសេះដែរសូមអង្គរបងឲ្យខ្ញុំទៅផងចេញឲ្យឆ្ងាយពីខ្ញុំមីងហ្វឹងទួនស៊ីឈិនមិនក៏ចិត្តអាក្រក់ម្លេះមីងហ្វឹងធ្វើខុសអីទើបនីរុញគេទម្លាក់កម្មចិនដាបងស្រីកុំបន្ទោសបងប្រុសអីមកពីខ្ញុំឈោមមិននឹងខ្លួនឯងទេមីងហ្វឹងឯងចិត្តល្អពេកហើយសួស្ដីមិនខ្វល់ទេបងប្រុសបងស្រីជាអ្នកឲ្យខ្ញុំមកបងកុំបារម្ភខ្ញុំប្រកាសជាមិនរំខានបងនិងបងស្រីទេខ្ញុំឲ្យគ្រូបង្ហាត់ខ្ញុំបងស្រីខ្ញុំរៀងខ្លាចសម្រួលអារម្មណ៍ទៅបងជាអ្នកផ្សាំងសត្វអាជីពណាបងស្រីខ្ញុំហត់ហើយប្រយ័ត្នបន្តិចខ្លាចជាកូនប្រសាទគោទួននាងអាចមានគ្រប់យ៉ាងតែត្រូវស្មោះត្រង់នឹងស៊ីឈិនដាច់ខាតលុតជង្គង់ចុះឲ្យស៊ីឈិនជន់នាងឡើងជិះសេះប៉ាចរិតរឹងរូសរបស់នាងវាចូលដល់ឆ្អឹងទៅហើយបើមិនទូនមានទេថ្ងៃក្រោយកូនមិនអាចបង្ក្រាបនាងបានទេឆាប់ឡើងបើមិនអញ្ចឹងនាំប្អូននាងចាក់ចេញពីត្រកូលទួនទៅថ្ងៃក្រោយឲ្យគេជាអ្នកទទួលខុសត្រូវបង្រៀននាងជិះសេះចុះលុតជង្គង់ឲ្យខ្ញុំថាលំបាកណាស់លុតជង្គង់ឲ្យវាបែរជាស្ម័គ្រចិត្តពិតជាបងស្រីល្អមែនហើយបងស្រីបន្ទោសខ្ញុំចុះបើមិនមែនមកពីខ្ញុំរំខានពេលវេលាបងទេគេក៏មិនមែនកំហុសឯងទេលោកប្រុសទួនថ្មីនេះត្រូវថែរក្សាសុខភាពផងអរគុណឯងសម្រាប់សិនទៅនាងមកធ្វើអីសុំទោសនេះយកទៅដំណាប់ព្រូនដែលលោកចូលចិត្តនាងប្រហែលជាមិនមែនមិនស្រឡាញ់ខ្ញុំទេគ្រាន់តែនាងមិនចេះបង្ហាញតែពេលនៅជាមួយម៉ូមីងហ្វឹងក្តីស្រឡាញ់ក្នុងកែវភ្នែកនាងបង្ហាញចេញមកយ៉ាងច្បាស់
មើលស៊ីនីងនាងហួសហេតុពេកហើយហ៊ានកាត់ខ្សែសេះរបស់ទួនស៊ីឈិនស្អីគេទោះជាទួនស៊ីឈិនរុញមីងហ្វឹងទម្លាក់កម្មចន្ទាមែនក៏នាងមិនគួរធ្វើអញ្ចឹងដែរចុះបើធ្លាក់បាក់ក៏ស្លាប់ទៅពួកយើងច្បាស់ជាចាប់មិនខានគ្រាន់តែជាឧបទ្ទហេតុទេតាមពិតគ្រាន់តែចង់ប្រមានបន្តិចបន្តួចអ្នកណាទៅដឹងថាគេទៅលោតរំលងបាខ្ពស់នោះថ្ងៃនេះតាមពិតសន្យាថានៅកំដរមីងហ្វឹងតែបែរជាត្រូវមកមើលថែគេនៅពេទ្យពេញមួយថ្ងៃចាត់ទុកជាការសង្បាប់ទៅចុះសំណាងហើយដែលគ្រាន់តែបាក់ជើងមិនអីទេរឿងនេះបញ្ចប់ត្រឹមនេះចុះកុំមានអ្នកណានិយាយពីរឿងនេះទៀតបាក់ជើងមួយថាមិនអីធ្វើនេះគឺដើម្បីសង្សឹកមើលមីងហ្វឹងទេតើមិនបានទៅកំដរមើលមីងហ្វឹងគឺចាត់ទុកថាសង្ការខូចខាតរបស់ខ្ញុំហើយអាឈិនចេញពីពេទ្យមិនក៏មើលទៅមិនសប្បាយចិត្តសោះលោកចូលចិត្តសន្សំនាឡិកាមែនទេថ្ងៃនេះមានការដេញថ្លៃមួយមាននាឡិកាទីបញ្ចប់នៃពេលវេលាធ្វើពីពេជ្រពណ៌ខៀវយ៉ាងប្រណីតលោកគ្រាន់តែដេញថ្លៃទៅខ្ញុំជាអ្នកចេញលុយយកយ៉ាងម៉េចដែរចាយលុយរបស់ត្រកូលទួនខ្ញុំដែរនឹងមើលស្រាវខ្ញុំហើយត្រកូលទួនមិនមែនមានតែមើលស៊ីនីងជាមនុស្សពូកែទេប៉ុន្មានឆ្នាំនេះខ្ញុំវិនិយោគនៅក្រៅប្រទេសចំណេញមិនតិចទេល្អអញ្ចឹងថ្ងៃនេះខ្ញុំនឹងកាប់នាងមួយប្រាវឲ្យធំម្ដងទៅកន្លែងដេញថ្លៃឆាប់មើលនាឡិកាទីបញ្ចប់នៃពេលវេលាយកចេញមកហើយនេះហើយជានាឡិកាទីបញ្ចប់នៃពេលវេលាខ្ញុំចូលចិត្តណាស់តាមពិតបងប្រុសក៏ចង់បានទីបញ្ចប់នៃពេលវេលាដែរហេអញ្ចឹងខ្ញុំមិនយកទេខ្ញុំមិនអាចដណ្ដើមរបស់ដែលបងចូលចិត្តទេមីងហ្វឹងមានបងនៅទីនេះអូនមិនបាច់លះបង់ទេចង់បានអីត្រូវតែយកឲ្យបានបងមានលុយទិញឲ្យអូន100លានគ្មានអ្នកណាអាចជន់នៅខ្ញុំបានទេខ្ញុំដេញថ្លៃផ្ដាច់ដេញថ្លៃផ្ដាច់លោកប្រុសទួនហ៊ានដេញថ្លៃផ្ដាច់មើលទៅលោកប្រុសទួនប្រកាសជាខឹងហើយពិតមែនហើយអបអរសាទរលោកប្រុសទួនដែលដេញថ្លៃបាននាឡិកានេះសុំទោសលោកប្រុសទួនកាត់នេះត្រូវគេបិទហើយមិនអាចទេនៅត្រកូលទួនគ្មានអ្នកណាហ៊ានបិទកាត់ខ្ញុំទេសុំទោសលោកប្រុសទួនវាមិនមែនជាបញ្ហាម៉ាស៊ីនទេសម្លាញ់និយាយគ្នាហើយតើថាថ្ងៃនេះខ្ញុំជាអ្នកចេញលុយកូតកាត់ខ្ញុំទៅសុំទោសអ្នកនាងក៏មិនបានដែរត្រកូលទួនខ្សែធនហើយមែនទេលុយ100លានសោះក៏គ្មានដែរគ្មានលុយមកដេញថ្លៃផ្ដាច់ធ្វើអីខ្មាស់គេណាស់កូតកាត់ខ្ញុំទៅទូទាត់ប្រាក់ជោគជ័យអបអរសាទរមើលស៊ីនីងធ្វើបែបនេះគឺទីមុខទួនស៊ីឈិនទម្លាក់កប់ពោះហើយពាក្យចាំអារម្មណ៍ថាទួនស៊ីឈិនគ្រាន់តែជាឆ្កែបម្រើឲ្យមើលស៊ីនីងខ្ញុំមិនជឿសោះឥឡូវឃើញច្បាស់ហើយសប្តាហ៍នេះកាត់ពួកយើងមានបញ្ហាប្រកាសជាស្នាដៃនាងហើយនាងជាហាគើកម្ពុជាអំបញ្ញមិញខ្ញុំឃើញនាងបើកកុំព្យូទ័រតាមពិតអញ្ចឹងសោះគ្មានសមត្ថភាពកុំអួតអីលោកគួរតែឡើងឡានខ្ញុំប៉ុន្តែក្នុងឡាននាងមានមនុស្សរួចហើយអាឈិនបើកទ្វារបន្តិចទៅបានទេខ្ញុំខំទិញនំតែបៃតងដែលលោកចូលចិត្តមកឲ្យលោកមិនបានចេញក្រៅប៉ុន្មានថ្ងៃហើយប្រយ័ត្នថប់ដង្ហើមណាចេញឲ្យឆ្ងាយប៉ុន្មានថ្ងៃហើយត្រូវរកវិធីលួងគេចេញមកបើមិនអញ្ចឹងដល់ត្រចៀកលោកតាពួកយើងច្បាស់ជាចាប់មិនខានធុញណាស់ខ្ញុំមិនចង់ទៅទេខ្ញុំត្រូវទៅកំដរមីងហ្វឹងទៀតអ្នកណាមិនចង់ទៅកំដរមីងហ្វឹងច្បាប់ចាស់លុះត្រាតែកំដរទួនស៊ីឈិនហើយទើបមានសិទ្ធិទៅរកមីងហ្វឹងត្រង់ខ្ពើមកកំដរខ្ញុំទើបមានឱកាសបានទៅរកមើលមីងហ្វឹងនឹងអាហេបើគុំតែខ្ញុំលួចដាក់កាមេរ៉ាក៏មិនដឹងថាពួកនាងមានល្បិចច្រើនបែបនេះដែរយ៉ាងណាខ្ញុំក៏មិនទៅដែរមិនក៏រដងមើលស៊ីនាងជាអ្នកធ្វើឲ្យខឹងតែឲ្យពួកយើងអ្នកលួងអ្នកណាធ្វើឲ្យខឹងអ្នកនោះលួងទៅមិនបាច់នាងទៅទេបរោះរបស់ខ្ញុំជាអ្នកទូនមានខ្លួនឯងទូនមានខ្ញុំអាហេជឿជាក់ម្លេះហ៊ានណាស់ទួនស៊ីឈិនមិនទាន់រើសនាងផងធ្វើរកជាប្រពន្ធធំបាត់ទៅហើយមានអីខុសគ្នាចុងក្រោយអាឈិនប្រកាសជារើសនាងហើយពួកយើងគ្រាន់តែជាអ្នកកំដរឆាកទេកាច់សោចូលបន្ទប់ពិតជាមានសមត្ថភាពមែន
សុំទោសទម្លាប់អាក្រក់តាំងពីតូចពេលដាក់អនាថាពេលនោះក៏គ្មានអីញ៉ាំដើម្បីបានឆ្អែតពោះជួនកាលក៏កាច់សោលួចចូលផ្ទះគេពេលវេលាដ៏លំបាកអង្ងឹតស្លុបនោះមានតែមីងហ្វឹងទេដែលនៅកំដរខ្ញុំរហូតអាឈិនខ្ញុំអរគុណត្រកូលទួនដែលបានយកខ្ញុំមកចិញ្ចឹមហើយខ្ញុំក៏ព្រមធ្វើគ្រប់យ៉ាងដើម្បីលោកដែរតែលក្ខខណ្ឌគឺលោកត្រូវតែទទួលយកមីងហ្វឹងបានគេជាប្អូនប្រុសបង្កើតខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាធ្វើបាបគេទេសូម្បីតែលោកក៏ដោយប្អូនប្រុសហេយប់ឡើងអោបគ្នាសារភាពស្នេហ៍ប្រាប់គ្នានោះហេអញ្ចឹងទោះជាយើងរៀបការហើយក៏ត្រូវតែយកមើលមីងហ្វឹងជាអាទិភាពទី1ដែរហេត្រូវហើយមីងហ្វឹងតែងតែជាអាទិភាពទី1របស់ខ្ញុំតែលោកកុំបារម្ភអីខ្ញុំប្រកាសជាធ្វើតាមបញ្ជាលោកតាគោរពលោកជាធំស្មោះត្រង់មិនក្បត់ចិត្តមិនធ្វើឲ្យលោកមិនសប្បាយចិត្តសូម្បីតែបន្តិចឡើយបងស្រីបងណែណាអំពូភ្លើងបន្ទប់ខ្ញុំខូចហើយងឹតណាស់ខ្ញុំខ្លាចណាស់កុំខ្លាចអីបងទេលើហើយនាងចាក់ចេញទៅបែបនេះខ្ញុំមិនសប្បាយចិត្តទេមីងហ្វឹងគេសាហាវណាស់ពេលនេះលោកកុំមករករឿងអីប្រយ័ត្នខ្ញុំខឹងហាថាមិនធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសូម្បីតែបន្តិចនឹងហេតែភាពមិនសប្បាយចិត្តរបស់ខ្ញុំសុទ្ធតែមកពីនាងនឹងឯងនាឡិកាទីបញ្ចប់នៃពេលវេលាក៏ឲ្យទៅមើលមីងហ្វឹងបាត់យកសម្រាមបែបនេះមកបោកខ្ញុំហេស្រីដែលចាត់ទុកខ្ញុំជាជំរឿទី2បែបនេះមិនយកក៏បានចិត្តដល់ពេលហើយនាងនឹងអាមុខស្មើមីងហ្វឹងដែលចរិតដូចស្រីនោះដល់ពេលត្រូវចេញពីត្រកូលទួនហើយប៉ាក្នុងកម្មវិធីខួបកំណើតកូននឹងប្រកាសជាផ្លូវការថាភ្ជាប់ពាក្យជាមួយនាងស៊ីនយីល្អលិថាត្រកូលទួននឹងប្រកាសអត្តសញ្ញាណប្រពន្ធលោកប្រុសនៅថ្ងៃនេះនៅបាច់ប្រកាសទៀតក្នុងរង្វង់នេះអ្នកណាមិនដឹងថាម៉ៅស៊ីនីងជាសំណប់ចិត្តរបស់លោកប្រុសទួននោះមែនហើយសម្លៀកបំពាក់កាត់ដេរពិសេសមួយชุดនេះមានតែនាឡិកាទីបញ្ចប់នៃពេលវេលាទេទើបស័ក្តិសមគួរឲ្យស្ដាយដែលត្រូវមើលមីងហ្វឹងដណ្ដើមបាត់ទៅហើយមិនអីទេក្រោយថ្ងៃនេះទៅអ្វីនឹងបញ្ចប់អស់ហើយលោកប្រុសទួនអ្នកនាងបញ្ជូនខ្ញុំមកឬថាលោកត្រូវគេដណ្ដើមនាឡិកាមួយគ្រឿងមែនទេនាងខំកំងនាឡិកាស្នេហ៍អមតៈធ្វើពីពេជ្រពណ៌ឈាមក្រហមដើម្បីជូនលោកអ្នកនាងថាពេជ្រពណ៌ខៀវមិនសូវបរិសុទ្ធទេពណ៌ក្រហមទើបជារបស់ពិតពិតមែនរឿងរៀបការមិននឹងអាចរើសអ្នកណាក៏បានដូចតែគ្នាទៅនាឡិកានេះបានមកពីណាកុំប្រាប់ថាបងស្រីឲ្យឯងណាពាក់ព័ន្ធអីនឹងឯងទួនស៊ីឈិនអញកុំប្រាប់ណាថាអញគិតថាបងស្រីចូលចិត្តអញមែននោះអ្នកដែលបងស្រីចូលចិត្តគឺយើងតាំងពីដើមមកគាត់គ្រាន់តែចង់សងគុណលោកតាទើបទ្រាំខ្ពើមមករៀបការជាមួយអញប៉ុណ្ណោះបងស្រីបងនៅតែចង់រៀបការជាមួយគេមែនទេបានអញ្ចឹងខ្ញុំទៅមីងហ្វឹងកុំអីមីងហ្វឹងសុំអង្វរអូនកុំទៅអីបើបងមិនរៀបការទេលោកតាច្បាស់ជាដេញអូនចេញពីផ្ទះមិនខានបងមិនចង់ឲ្យអូនដាក់អនាថាទេអូនកុំបារម្ភទោះជាបងរៀបការជាមួយទួនស៊ីឈិនមែនក៏បងឲ្យគេនៅស្ងួតស្ងាត់រហូតដែរឃើញទេទោះជាបងស្រីរៀបការជាមួយឯងក៏មិនឲ្យឯងប៉ះនាងដែរនាងស្រឡាញ់តែយើងម្នាក់គត់ឲ្យតែឯងមិនរើបងស្រីឆ្កែញី5មួយនាក់ទៀតឯងយកមួយណាក៏បានដែរយ៉ាងណាពួកគេទាំង5មួយយើងបានដេកជាមួយអស់ហើយឯងរើមួយណាក៏អាចបំរើឯងបានល្អដែរអាសត្វត្រឆានតណ្ហាក្រាស់ចេញឲ្យផុតគួរឲ្យខ្ពើមណាស់យើងជាចំណុចខ្សោយរបស់បងស្រីណាឯងសាកទីមើលថ្ងៃនេះបងស្រីនៅការពារឯងទៀតទេបងស្រីកុំបន្ទោសបងប្រុសអីគាត់គ្រាន់តែខឹងដែលខ្ញុំដណ្ដើមនាឡិកាគាត់ទេថ្ងៃនេះទោះជានាងចង់រៀបការក៏ខ្ញុំមិនយកនាងដែរថ្ងៃសប្បាយរបស់ពួកឯងអស់ហើយចាំតែរមៀលចេញពីត្រកូលទួនទៅម៉ោង12ហើយជិតដល់ពេលប្រកាសហើយអ្នកណាមិនដឹងថាទួនស៊ីឈិនជាអ្នកតាមញ៉ែម៉ៅស៊ីនីងនោះប្រពន្ធលោកប្រុសត្រកូលទួនប្រកាសជាម៉ៅស៊ីនីងហើយម៉ៅស៊ីនីងស្អាតអេកខ្ពស់ល្បិចក៏ច្រើនបើបានរៀបការចូលត្រកូលទួនកាន់កាប់ក្រុមហ៊ុនមែនក្នុងរង្វង់ចំនួនអ្នកណាអាចប្រជែងនាងបានទៅមានតែនាងស៊ីនយីទេដែលអាចទល់នឹងនាងបានឬថានាងស៊ីនយីតាមស្រឡាញ់ទួនស៊ីឈិនជាច្រើនឆ្នាំមកហើយតែសំបីតែសម្បត្តិចូលរួមកម្មវិធីក៏មិនបានផងថែមទាំងត្រូវមើលមនុស្សដែលខ្លួនស្រឡាញ់រៀបការជាមួយស្ត្រូវទៀតមិនឲ្យកែប្រែចិត្តទេណាស៊ីនីងបងស្រឡាញ់អូនណាស់គ្រាន់តែខ្ញុំជេរមើលមីងវឹងថាតណ្ហាក្រាស់នាងក៏យកវីដេអូបែបនេះមកបញ្ចាំងដើម្បីបញ្ជាក់ប្រាប់គ្រប់គ្នាថាខ្ញុំទើបជាមនុស្សដែលតណ្ហាក្រាស់មែនទេអ្នកណាចាក់វីដេអូនេះបិទភ្លាមបិទវាភ្លាមឲ្យយើងលោកពូទួនអ្នកណាធ្វើទីបំផុតអ្នកណាជាអ្នកធ្វើបិទសារពិធីនេះភ្លាមបើមិនទាន់រកអ្នកដែលចាក់វីដេអូនេះឃើញទេកុំសង្ឃឹមថាមានអ្នកណាបានចេញអក្សរលោកតាទួនកុំខឹងអីយ៉ាងណាអាឈិននិងស៊ីនីងក៏ត្រូវរៀបការនឹងគ្នាដែររឿងប៉ុណ្ណេះមិនអីទេជាមនុស្សប្រុសអ្នកណាក៏យល់ដែរចាត់ទុកថាជាការលេងសើចរបស់ប្តីប្រពន្ធទៅចុះអ្នកដែលអាឈិនត្រូវរៀបការជាមួយគឺខ្ញុំទេតើស្អីគេអាឈិនមិនក៏រើសនាងទៅវិញអាឈិនស្រឡាញ់ម៉ៅស៊ីនីងស្ទើរស្លាប់មិនក៏ទៅរើសនាងស៊ីនយីវិញទៅទេអាឈិនមិនរៀបការជាមួយខ្ញុំមិននឹងអាចទៅរួច